ចាតើការដែលយើងមានចំណេះនិងជំនាញហើយតើយើងគួរតែមានគេថាវិជ្ជាអ្វីផ្សេងទៀតអត់ដើម្បីធ្វើឲ្យការរស់នៅដើម្បីឲ្យផ្លូវចិត្តយើងបានល្អប្រសើរចឹងណាចាបងប្អូនជាទូទៅមនុស្សយើងម្នាក់តែងតែមានបំណងប៉ងប្រាថ្នាចង់បានការរស់នៅនឹងប្រកបដោយជីវភាពធូរធារហើយនឹងគេហៅថាសុខដុមរមនានៅក្នុងគ្រួសារហើយផ្លូវចិត្តបានល្អប្រសើរផងដែរចាបងប្អូនវាជាការចែករំលែករបស់ខ្ញុំវាជាបទពិសោធន៍នៃខ្ញុំផ្ទាល់ទេចាវាជាការពិតមនុស្សយើងម្នាក់ត្រូវតែមានចំណេះដឹងជាទូទៅឬក៏ជំនាញអ្វីផ្សេងដើម្បីចិញ្ចឹមជីវិតដើម្បីរកប្រាក់រកលុយមកផ្គត់ផ្គង់ក្នុងគ្រួសារយើងផ្គត់ផ្គង់ក្នុងគេហៅថាការរស់នៅប្រចាំថ្ងៃយើងត្រូវការជាចាំបាច់ដោយអាហារហូបចុកឬក៏សម្លៀកបំពាក់ឬទៅពេទ្យឬក៏ទៅដើរកម្សាន្តអីចឹងទៅយើងត្រូវតែចាំបាច់ត្រូវតែមានប្រាក់កាសសម្រាប់ចាយវាយលើរឿងទាំងប្រមាណយ៉ាងហ្នឹងហើយត្រូវតែមានចាព្រោះមនុស្សអត់គេហៅថាអត់មានលុយពិបាកណាចាមិនស្រួលទេហើយយើងទូទៅត្រូវតែមានចំណេះដឹងហើយនឹងជំនាញពិតប្រាកដទើបអាចយើងគេហៅថាមានមុខរបរអីមួយឬក៏យើងថាអាចប្រកបអាជីវកម្មអីផ្សេងត្រូវតែមានចំណេះដឹងហើយនឹងមុខជំនាញច្បាស់លាស់ទើបឲ្យការរស់នៅមកទើបឲ្យអាគេហៅថាមុខរបររបស់យើងហ្នឹងវារីកដុះដាលវារីកចម្រើនទៅថ្ងៃមុខចាប៉ុន្តែដោយឡែកបងប្អូនទាំងអស់គ្នាសប្តាហ៍ថ្ងៃនេះនាងខ្ញុំតែងតែលើជាញឹកញយច្រើនមិនថាក្មេងមិនថាចាស់ឯតែនិយាយថាអូខ្ញុំពិបាកចិត្តណាខ្ញុំពិបាកចិត្តមែនតើមិនថាក្មេងមិនថាចាស់ឯគឺតែងតែពោលពាក្យបែបហ្នឹងចាច្រើនមែនតើចាបងប្អូនជីវិតតែងតែមានទុកអ្នកណាក៏មានទុកដែរមិនថាខ្ញុំមិនថាបងប្អូនឬមិនថាអ្នកណាផ្សេងមានឡានមានវីឡាមានផ្ទះប្រមាណមានឡានប្រមាណទេចាតែងតែមានទុករៀងខ្លួនអញ្ចឹងជាបទពិចារណារបស់នាងខ្ញុំចាបើសិនជាបងប្អូនខណៈដែលយើងកំពុងតែរស់នៅនេះចារស់នៅកំពុងតែមានក្តីសុខជាមួយក្រុមគ្រួសារយើងកំពុងតែមានសុខភាពល្អកំពុងតែមានជីវភាពធូរធារហើយណាចាគួរតែមានពេលឆ្លៀតស្ដាប់នៅអាវាតរបស់ព្រះសម្មាសម្ពុទ្ធចាបងប្អូនទាំងអស់គ្នាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធបង្រៀនយើងឲ្យចេះប្រើបញ្ញាឲ្យចេះប្រើការគិតចានាងខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតមេរៀនរបស់ព្រះសម្មាសម្ពុទ្ធគឺបង្រៀនយើងឲ្យចេះប្រើបញ្ញាមិនមែនបង្រៀនយើងឲ្យជឿទៅតាមអ្នកណាម្នាក់ឬឲ្យគេហៅថាឲ្យជឿស្លុងតែម្ដងឯណាចាព្រះពុទ្ធគឺជាគ្រូបង្រៀនឯធម៌របស់ព្រះសម្មាសម្ពុទ្ធគឺជាចង់ថាឲ្យយើងរៀនជាឱវាទហ្នឹងឲ្យយើងរៀនពីមេរៀនហ្នឹងហើយមេរៀនរបស់ព្រះសម្មាសម្ពុទ្ធបងប្អូនទាំងអស់គ្នាមានចែករំលែកច្រើននៅតាម YouTube នៅតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងគេមានចែករំលែកហើយមេរៀនអភិធម្មមេរៀនចិត្តសឹកឬក៏អាចស្ដាប់តាមបុគ្គលឬក៏ប្រសង់ណាដែលបងប្អូនស្ដាប់ទៅធ្វើឲ្យផ្លូវចិត្តល្អប្រសើរបងប្អូនគួរតែស្ដាប់ទៅចាខណៈដែលយើងកំពុងតែមានសុខភាពល្អខណៈដែលយើងកំពុងតែមានជីវភាពល្អប្រសើរធូរធារអញ្ចឹងគួរតែមានពេលស្ដាប់ស្ដាប់ឲ្យបានកាន់តែច្រើនកាន់តែល្អអាវាតរបស់ព្រះសម្មាសម្ពុទ្ធគឺបង្រៀនយើងឲ្យចេះប្រើបញ្ញាក្នុងការដោះស្រាយគេហៅថាបញ្ហាទុក្ខអញ្ចឹងណាទុក្ខជាប្រចាំរាល់ថ្ងៃហ្នឹងបងប្អូនទាំងអស់គ្នាជីវិតនេះគឺជាទុក្ខស្រាប់ហើយអ្នកណាក៏មានទុក្ខដែរអញ្ចឹងណាចាអញ្ចឹងជាបទពិចារណាមួយចាបងប្អូននៅពេលដែលយើងមានចំណេះមានជំនាញមានប្រាក់កាសចាយពេញដៃមានផ្ទះមានឡានមានម៉ូតូជិះគ្រប់គ្រាន់ហើយប៉ុន្តែបើសិនជាផ្លូវចិត្តអត់មានសេចក្តីសុខទេបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាជីវិតនឹងដូចវាខ្វះអ្វីមួយយ៉ាងចាវាអត់មានក្តីសុខផ្លូវចិត្តធ្វើឲ្យការរស់នៅនឹងដូចមានតែភាពគេហៅថាតប់ប្រមល់ភាពក្តៅកាហាយភាពមិនសំណុកក្នុងខ្លួនណាចាអញ្ចឹងចែករំលែកទៀត
មានតែស្ដាប់នៅអាវាតរបស់ព្រះសម្មាសម្ពុទ្ធទេចាគឺជួយឲ្យផ្លូវចិត្តនឹងបានល្អប្រសើរធ្វើឲ្យផ្លូវចិត្តនឹងរីករាយអាចទទួលព្រមនៅអ្វីដែលកំពុងកើតឡើងមកដល់លើយើងហ្នឹងណាអ្វីដែលយើងអាចទទួលយកបានគឺយើងរៀនព្រមទទួលយកទៅបងប្អូនទាំងអស់គ្នាអ្វីគ្រប់យ៉ាងដែលកើតឡើងហើយទាំងអស់គឺសុទ្ធតែជាធម៌ទាំងអស់យើងមិនអាចប្រកែកថាអត់ទេបើសិនចេះបើសិនចុះអត់មានទេរឿងតែកើតឡើងហើយគឺយើងត្រូវតែទទួលយកទោះល្អមិនល្អយើងព្រមទទួលហើយយើងរៀនដោះស្រាយតាមនឹងទៅអញ្ចឹងត្រឡប់មកវិញការដែលយើងមានចំណេះមានគេហៅថាមានចំណេះដឹងហើយមានជំនាញអ្វីមួយហើយធ្វើឲ្យជីវិតរស់នៅបានល្អប្រសើរហើយសូមកុំភ្លេចវិជ្ជាមួយទៀតគឺវិជ្ជារបស់ព្រះសម្មាសម្ពុទ្ធគឺការស្ដាប់ធម៌អប់រំចិត្តឲ្យបានរឿយឲ្យបានច្រើនហើយបើសិនជាមានពេលកាន់តែល្អសិក្សាព្រះអភិធម្មសិក្សាមេរៀនចិត្តចិត្តសឹកឲ្យបានទូលំទូលាយទៅឲ្យបានច្រើនទៅចាគឺចាហើយការសិក្សានេះផងដែរបងប្អូនណាมันមានសិក្សាអ្វីក្រៅពីខ្លួនយើងទេគឺសិក្សាឲ្យយល់ពីខ្លួនឯងចាយល់ពីចិត្តខ្លួនឯងតាមដានជីវិតខ្លួនឯងរាល់ថ្ងៃហ្នឹងតើរាល់ថ្ងៃហ្នឹងបានសាងបានធ្វើអំពើល្អឲ្យខ្លះអំពើអាក្រក់ឲ្យខ្លះដើម្បីជាកើតប្រយោជន៍ដើម្បីអាចយើងមានការសតិនៃការគិតពិចារណាជួយមនុស្សជុំវិញខ្លួនយើងផងដែរចាអញ្ចឹងជាចុងក្រោយមានចំណេះមានជំនាញហើយត្រូវតែមានធម៌អប់រំចិត្តផងដែរដើម្បីឲ្យការរស់នៅប្រចាំថ្ងៃនឹងមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តចាអរគុណសូមជម្រាបលា